ณปราสาทตาเมืองธมจังหวัดสุรินทร์เชื่อกันว่าปราสาทตาเมืองธมเป็นของไทยโดยสมบูรณ์เราคนไทยทั้งประเทศให้เข้ามาเที่ยวชมที่ปราสาทตาเมืองธมและกลุ่มปราสาทในจังหวัดสุรินทร์ของเรานะครับว่ามีความปลอดภัยสูงប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំមានទីតាំងស្ថិតនៅភូមិគូឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ56ដែលមានចម្ងាយពីទីរួមក្រុងសំរោង48គីឡូម៉ែត្រពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត2គីឡូម៉ែត្រសូមបញ្ជាក់ថាប្រាសាទតាមាន់តូចគឺស្ថិតនៅក្នុងទឹកដីនៃប្រទេសថៃប្រាសាទតាមាន់ធំមានទំហំ60ម៉ែត្រគុណនឹង60ម៉ែត្រសាងសង់អំពីថ្មភក់ស្ថិតនៅលើខ្នងភ្នំដងរែកដោយប្រាសាទនេះបានធ្វើការចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួចរាល់ហើយតាមការវិតម្លៃរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថាសំណង់ប្រាសាទនេះបានសាងសង់រួចហើយប៉ុន្តែផ្នែកចម្លាក់រចនាវិញយើងសង្កេតឃើញថានៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់បានឆ្លាក់ម្យ៉ាងទៀតប្រាសាទតាមាន់ធំមានកំពែងព័ទ្ធជុំវិញបែរទៅរកទិសខាងត្បូងដែលគេឆ្ងល់ថាហេតុអ្វីនេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំងភូមិសាស្ត្រគឺខ្ពង់រាបចំណុចនេះមានចម្រាស់បែរទៅរកទិសខាងត្បូងចំណែកឯតួប្រាសាទទាំងមូលសាងសង់មកជាប់នឹងចម្រាស់ដីតែម្ដងអ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្មនិងសិល្បៈខ្មែរបុរាណអាចនឹងយល់ស្របគ្នាថាប្រាសាទនេះគឺជាស្នាប្រហ័សនៃព្រះបាទសូរ្យវរ្ម័នទី1បើពុំនោះក៏នៅចំនួនឬក៏រាជវង្សនោះផ្នែកទី1នៃសតវត្សទី11អ្វីត្បិតតែពុំឃើញមានសិលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយបើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថាប្រាសាទតាមាន់ធំកសាងឡើងក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ពីឆ្នាំ1002ដល់1050នៃគ្រិស្តសករាជនិងឧទ័យទិត្យវរ្ម័នទី2ចាប់ពីឆ្នាំ1050ដល់1066នៃគ្រិស្តសករាជតាមរយៈសំណង់ស្ថាបត្យកម្មនិងការតុបតែងលម្អនៅតាមថេវនិងហោជើងរបស់ប្រាសាទបានបញ្ជាក់ថាគឺស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនហើយឧទ្ទិសថ្វាយដល់ព្រះសិវៈនៅក្នុងប្រាសាទនេះមានតម្កល់សសរលឹងរបស់ព្រះសិវៈដែលគេហៅឈ្មោះថាស្វាយភូវៈលឹងមានន័យថាលឹងកាត់ឡើងដោយឯកឯកឬយើងហៅថាលឹងធម្មជាតិស្វាយភូវៈលឹងគឺជាទីតាំងដ៏ពិសេសបំផុតសម្រាប់សម័យបុរាណហើយប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សប្តាហ៍នេះនៅក្នុងទីតាំងប្រាសាទនេះគឺជាកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះយើងយោងទៅតាមសិលាចារឹកក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ប្រការគួរឲ្យចាប់អារម្មណ៍មួយទៀតគឺគេពុំបានពង្រៀបដីឲ្យស្មើដើម្បីសាងសង់ឡើយគឺគេសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឲ្យស្មើល្មមៗតែប៉ុណ្ណោះហើយប្រហែលជាយកថ្មនៅទីនោះតែម្ដងមកសង់ប្រាសាទចំពោះបដិមាវិញយើងពុំទាន់ឃើញមានអ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមាធម្មជាតិស្រាប់នេះគឺជាសាច់ថ្មដុសមកលើត្រង់ហើយដែលខ្មែរបុរាណចាត់ទុកថាជាលឹងសូមជ្រាបថាលឹងមានពីរបែបលឹងដែលមនុស្សឆ្លាក់ហើយអាចបដូរទីកន្លែងបានដែលគេតែងយកទៅតម្កល់បញ្ចុះក្នុងយោនីនោះគេឲ្យឈ្មោះថាស្ថាបិតលឹងរីឯថ្មដែលជាប់នឹងទាំងនៅក្នុងដីហើយមានរូបរាងលេចចេញមកលើល្មមអាចឲ្យគេចាត់ទុកថាជាលឹងបានគេឲ្យឈ្មោះថាស្វាយភូវៈលឹងន័យថាលឹងដែលកាត់ឡើងដោយឯកឯងចំពោះការគោរពសក្ការៈនៃលឹងទាំងពីរគឺមានដូចគ្នាប៉ុន្តែស្វាយភូវៈលឹងនៅទីនេះជាប់នៅក្រៅបរិវេណប្រាសាទតាមចង្អុលថ្មឬតូបង្ហូរទឹកមុនសោមសោត្រាដែលគេរៀបចំសម្រាប់ទឹកមុនស្រោចស្រពក្នុងពិធីលើលឹងនោះហូរទៅក្រៅដើម្បីសាសនិកនានាត្រង់យកទៅប្រើក្នុងជំនឿផ្សេងៗរៀងៗខ្លួនក្នុងព្រហ្មញ្ញសាសនាប្រាសាទតាមាន់តូចប្រាសាទតាមាន់តូចគឺជាមន្ទីរពេទ្យឬអារោគ្គសាលាដែលស្ថិតក្នុងរចនាបថបាយ័នស្ថាបនាឡើងដោយព្រះមហាក្សត្រវីរក្សត្រខ្មែរដ៏ខ្លាំងពូកែគឺព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12ដើមសតវត្សទី13ប្លង់មន្ទីរពេទ្យនេះក៏ដូចជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដទៃទៀតស្ថិតក្នុងរចនាបថបាយ័នដែរព្រោះត្រូវបានប្រសូតចេញពីប្លង់មេតែមួយមានប្រភពចេញពីទីក្រុងអង្គរធំដែលជាមជ្ឈមណ្ឌលវប្បធម៌នយោបាយសេដ្ឋកិច្ចនានាចំនួននោះចំណុចដែលគួរឲ្យកត់សម្គាល់គឺស្ថិតនៅលើស្ថានភាពធនធាននិងភូមិសាស្ត្រតែប៉ុណ្ណោះបើទីតាំងណាមានប្រជាជនច្រើនដូចជាករណីទីតាំងប្រាសាទតាមាន់តូចនេះជាដើមសំណង់នៅទីនោះមានទ្រង់ទ្រាយធំហើយមាំជាងគេតែប៉ុណ្ណោះចំណុចសំខាន់ទាំងនោះហើយដែលធ្វើឲ្យយើងយល់ថាទំហំឬវិសាលភាពរបស់ប្រាសាទនីមួយៗហាក់បីដូចជាធ្វើតាមអត្រាតម្រូវការឬក៏ធនធានមនុស្សរស់នៅតាមតំបន់ឬភូមិភាគនីមួយៗ
ប្រាសាទតំបន់តូចស្ថិតមិនឆ្ងាយប៉ុន្មានពីភូមិព្រៃវែងឃុំគោកមូនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យទេក្នុងតំបន់កំពុងមានចំនួននៅឡើយរវាងខ្មែរនិងថៃប្រាសាទនេះដែលធ្វើអំពីថ្មភក់ខុសពីប្រាសាទមួយចំនួនទៀតដែលធ្វើអំពីថ្មបាយក្រៀមហើយមានទំហំធំជាងមន្ទីរពេទ្យផ្សេងៗទៀតឯទៀតប្រាសាទតំបន់តូចមានបណ្ដោយប្រមាណជាង60ម៉ែត្រនិងទទឹង50ម៉ែត្រហើយหุ้មព័ទ្ធទៅដោយកំពែងធ្វើអំពីថ្មបាយក្រៀមយ៉ាងក្រាស់ដោយមានគោបុរៈថ្មទាំង4ទិសគឺទិសត្បូងជើងលិចកើតដើម្បីចូលទៅកាន់ប្រាង្គកណ្ដាលដែលជាទីគោរពសក្ការៈព្រះពោធិសត្វភ័យសច្ចៈគោរពគ្រូពេទ្យថ្នាំទឹកគេត្រូវឆ្លងគោបុរៈខាងកើតដែលបែរមុខទៅរកប្រាសាទថ្មបាយក្រៀមមួយដែលជាផ្ទះសំណាក់ឬធម្មសាលានៅជុំវិញប្រាង្គទោលដែលស្ថិតនៅចំកណ្ដាលនេះយើងឃើញថាមានសំណង់តូចធំជាច្រើនរួមទាំងហោត្រៃផងតែស្ថិតក្នុងសភាពទ្រុឌទ្រោមគួរឲ្យសម្លេចណាស់ដោយមន្ទីរពេទ្យផ្សេងៗទៀតនៅក្នុងតំបន់ដែរកំពូលនៃប្រាង្គកណ្ដាលមានរាងជាផ្កាឈូកក្រពុំដែលតំណាងឲ្យភាពបរិសុទ្ធនិងស័ក្តិសិទ្ធិក្នុងពុទ្ធសាសនាមហាយានដោយសំណង់មន្ទីរពេទ្យផ្សេងៗឯទៀតគ្មានអ្វីជាក្បាច់ក្បូរចម្លាក់សេះសល់នៅក្នុងប្រាសាទនេះទេអ្វីដែលសល់បន្តិចបន្តួចក្នុងប្រាសាទនេះត្រូវបានក្រុមបុរាណវិទ្យាថៃដឹកយកទៅរក្សាទុកនៅសារមន្ទីរខេត្តសុរិន្ទហើយនឹងទុកនៅសារមន្ទីរនគររាជសីមាស្រុកពីម៉ៃអស់ទៅហើយតាមលទ្ធផលស្រាវជ្រាវដែលបានបោះពុម្ពផ្សាយពីមុនមកគឺក្នុងប្រាសាទតំបន់តូចនេះហើយដែលសម័យវប្បធម៌បាយ័តមានការគោរពបូជាព្រះកំចាយដែលជាព្រះពោធិសត្វមានពោះកំប៉ោងតំណាងឲ្យសុខភាពអាយុយឺនយូរនិងទ្រព្យសម្បត្តិក្នុងលទ្ធិមហាយានចិនប្រការនេះហើយដែលធ្វើឲ្យស្រុកលាវថៃខ្មែរសញ្ជាតិថៃក្នុងភូមិភាគឦសានសប្តាហ៍នៅតែពេញនិយមព្រះកំចាយនេះរហូតដល់បច្ចុប្បន្នតើតើទៅនឹងសារៈសំខាន់ប្រាសាទតំបន់តូចសូមជម្រាបថាប្រជារាស្ត្រខ្មែរនិងថៃដើមកំណើតខ្មែរក្នុងតំបន់នៅតែចាត់ទុកថាជាកន្លែងស័ក្តិសិទ្ធិទោះបីសំណង់ស្ថាបត្យកម្មស្ថិតក្នុងភាពទ្រុឌទ្រោមក្តីម្ល៉េះហើយពួកគាត់រមែងតែងតែធ្វើបុណ្យទានឬលាបំណន់នៅទីនេះពីព្រោះពួកគេជឿថាបារមីនៅទីនោះពិតជាមកជួយយកអាសាពួកគាត់ពុំខានឡើយនៅពេលដែលមានអាសន្នម្ដងម្កាលនេះជាសក្ខីកម្មបង្ហាញថាការគោរពបូជាទីតាំងនោះពុំបានដាច់រយៈឡើយតាំងពីសម័យអង្គរមកនិយាយម្យ៉ាងទៀតប្រាសាទតំបន់តូចនេះដែលឡោមព័ទ្ធទៅដោយព្រៃភ្នំក៏ជាកន្លែងដែលព្រះភិក្ខុសង្ឃភាវនាធម៌ដែរជាពិសេសនៅរដូវចូលវស្សាតាមទំនៀមទម្លាប់នាសម័យបុរាណចំពោះអ្នកបួសទាំងនោះវិញការនិមន្តទៅកាន់ទីនោះគឺពិតជានាំមកនៅផលប្រយោជន៍ខាងផ្លូវចិត្តកំណត់យ៉ាងប្រកបព្រោះមានតែការអប់រំចិត្តនេះទេដែលជាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិជាពិសេសខាងសិលធម៌ជារួមទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយប្រាសាទតំបន់តូចនេះមិនអាចលុបបំបាត់នៅស្លាកស្នាមវប្បធម៌ខ្មែរនាសម័យបុរាណជាពិសេសទូរទស្សន៍ជាប្រវត្តិសាស្ត្របានឡើយព្រោះថាស្ថិតលើផ្លូវរៀបផ្សារភ្ជាប់តំបន់វាលទំនាបនៃប្រទេសកម្ពុជាបច្ចុប្បន្នទៅនឹងខ្ពង់រាបនគររាជសីមាមានន័យថាក្រៅពីទេពកោសល្យក្នុងការកសាងមន្ទីរពេទ្យព្យាបាលរោគប្រាសាទថ្មគួរឲ្យស្ងប់ស្ងាត់នេះនិងប្រការណាមេត្តាធម៌របស់ព្រះរាជាខ្មែរចំពោះប្រជាជនរាស្ត្រតាមរយៈវិស័យសុខាភិបាលវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញនៅសារៈសំខាន់របស់ប្រាសាទនេះក្នុងវិស័យសង្គមគិច្ចផងដែរគួរបញ្ជាក់ផងដែរថាសប្តាហ៍ថ្ងៃនេះប្រាសាទតំបន់តូចកាន់កាប់ដោយអាជ្ញាធរថៃម្យ៉ាងវិញទៀតសំណង់ស្ថាបត្យកម្មខ្មែរនេះរវាងឆ្នាំ1990ដល់1991ត្រូវបានជួសជុលដោយនាយកដ្ឋានវិចិត្រកម្មឬវិចិត្រសិល្បៈថៃហើយបើយើងមិនច្រឡំទេព្រះអង្គម្ចាស់នរិនថនបរិយាបុត្រស្ដេចថៃបច្ចុប្បន្នទ្រង់បានយាងទៅសម្ពោធផងដែរសំណួរសួរថាតើសំណង់ស្ថាបត្យកម្មនាសម័យបាយ័នបច្ចុប្បន្ននេះជាកម្មសិទ្ធិរបស់អ្នកណាយើងពុំអាចឆ្លើយបានត្រឹមត្រូវនោះទេគេត្រូវរងចាំគណៈកម្មការដោះស្រាយវិវាទបញ្ហាព្រំប្រទល់រវាងប្រទេសទាំងពីរនោះដោះស្រាយដោយយោងលើអនុសញ្ញាបារាំងសៀមក្នុងឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ដែលបានកំណត់ត្រឹមត្រូវតាមច្បាប់នេះមានន័យថាបញ្ហាប្រាសាទតំបន់តូចគឺជាបញ្ហាស្មុគស្មាញដែលគេពុំអាចដោះស្រាយដោយមិនឈរលើឯកសារមូលដ្ឋានទាំងប៉ុន្មានខាងលើនោះបានឡើយ